សម័យថ្ងៃមួយដាច់ប្រសិនតិចយកកែវមณีមកដុំយកឲ្យជាងឆ្នៃជាងនឹងបានកែវមณีមកដៃកំពុងតែចិញ្ច្រាំសាច់ក៏ទទួលទៅវាប្រឡាក់យកទៅដាក់នៅលើហើយជ្រឹងចិញ្ច្រាំសាច់ហ្នឹងហើយទៅលាងដៃដើម្បីយកមកទៅទុកហើយពេលនោះមានសត្វក្រៀលមួយដែលគាត់ចិញ្ចឹមដែលជាសត្វមួយស្ថិតក្នុងផ្ទះដោយការជិតស្និទ្ធនឹងជាងកែវមณีហ្នឹងប្រធេរៈដែលត្រូវទទួលចង្ហាន់ក៏គង់លើអាសនៈក្នុងទីចិត្តនោះដែរហើយសម្លឹងមើលមកកន្លែងកែវមณีនឹងសត្វក្រៀលកាលដែលឃើញដុំកែវមณีដែលប្រឡាក់ដោយឈាមខ្លះសម្គាល់ខ្លាយជាដុំសាច់ក៏ទៅពំលេបចូលទៅក្នុងពោះបាត់ទៅជាងកែវមณีក៏វិលត្រឡប់មកអំពីលាងដៃវិញម្ដងមិនឃើញមានកែវមณีក៏កើតនៅសេចក្តីភ័យខ្លាចនឹងតក់ស្លុតរន្ធត់ព្រោះរបស់នេះជារបស់ស្ដេចឡើយមិននឹងជាទៅរយណាវាមិនឃើញមានជនណាជាគម្រប់ពីក្រៅអំពីប្រធេរៈក៏ស្វែងបង្គំសួរទៅបបិទ្ធលោកម្ចាស់តើលោកម្ចាស់ឃើញកែវមณีដែរឬទេប្រធេរៈអង្គនោះលោកចម្រើនថាចម្រើនក៏អត់ទេជាងកែវមณีនឹកឃើញថាលោកនេះជាចោរអញធ្លាប់ធ្វើបុណ្យលោកអស់12ឆ្នាំហើយមិនដែលឃើញលោកអីធ្វើចោរចឹងសោះទៅតែពេលនេះធ្វើចោរព្រោះមិនឃើញមានជនណាជាគម្រប់ទីនៅក្នុងទេហដ្ឋាននេះឡើយគឺឃើញត្រឹមតែជាងឃើញតែប្រធេរៈនេះបើប្រធេរៈនេះមិនយកតាមមានអាណាយកពេលនេះប្រធេរៈលោកមិនហ៊ានប្រាប់ការពិតដល់ជាងកែវមณีទេព្រោះលោករង្គៀសក្នុងសិលកណាប្រាប់ថាសត្វក្រៀលនឹងលេងគឺនឹងសម្លាប់សត្វក្រៀលឥឡូវឲ្យខ្លាចដៃសិលលោកតែមកអោនចិត្តថាជីវិតធ្លាក់ចុះតែសិលកុំឲ្យដាច់បុគ្គលចង់បានសេចក្តីសុខសម្រាប់ខ្លួនមិនគប្បីទៅសម្រាប់សត្វដទៃឡើយបុគ្គលត្រូវតែរក្សានៅបរិមោខៈសង្វរសិលឲ្យលើអំពីការរក្សានៅជីវិតស៊ូស្លាប់ទៅវាគាត់ចំណែករស់ធម៌កំបីបងលោកគិតអញ្ចឹងលោកគិតថាតើជាទីស្រឡាញ់ជាទីពេញចិត្តដែលខំប្រឹងរក្សាឱកាសឲ្យយូរអាត្មាមិនគប្បីលះបង់ជីវិតដើម្បីសិលឡើយមិនគប្បីលះបង់សិលដើម្បីជីវិតឡើយត្រូវតែលះបង់ជីវិតដើម្បីសិលជាងតែមនីសួរលោកគម្រាមលោកនៅតែមិនឆ្លើយប៉ុន្តែភរិយាជាងតែមនីនឹងវាចិត្តទន់ណាស់និយាយទៅតាំងដីថាឯងហើយលោកម្ចាស់អង្គយើងនេះ12ឆ្នាំហើយមិនដែលរលករង្គំទេយើងសង្កត់ថាលោកស្អាតស្អំបរិសុទ្ធណាស់ខ្ញុំយល់ថាមិនមែនលោកយកទេលោកអ្នកបួសលោកអ្នកមានសិលលោកមិនមែនយកទេជាងតែនេះដោយសេចក្តីភ័យខ្លាចបាត់តែមនុស្សព្រោះទោសសាហាវជីវិតណាខ្លាចដល់ស្លាប់ក៏គម្រាមលោកអង្គហ្នឹងប្រធេរៈអង្គហ្នឹងយ៉ាងខ្លាំងលោកនៅតែឆ្លើយបើព្រះអង្គមិនសិនដល់ព្រះអង្គមិនព្រមសារភាពទេនឹងត្រូវធ្វើអាញានៅតំបន់លោកសៀមជាងចាំនេះយកខ្សែមកចងប្រទេសចងរឹតណាចងក្បាញ់រឹតអញ្ចឹងមកដើម្បីឲ្យលោកឈឺចាប់ហើយឲ្យឆ្លើយឲ្យលោកឈឺចាប់ហើយឆ្លើយប៉ុន្តែលោកនៅតែមិនឆ្លើយពុទ្ធបរិស័ទទាំងឡាយព្រោះលោកស្រឡាញ់សឹងទើបបីប្រទេសលោកដែលជារិទ្ធខ្សែដល់មុខជាតិចូលទៅក្នុងរលាបាពេលនោះភ្នែកទាំងគូរបស់លោកត្រូវលៀនចេញលៀនចេញភ្នែកលៀនចេញដល់រិទ្ធប្រកាសទៅភ្នែកលៀនចេញមកដល់ភ្នែកលៀនចេញទៅលោហិតគឺឈាមត្រូវបាញ់តាមភ្នែកទាំងគូលន់ឆ្វាចចេញមកខាងក្រៅដោយសារទរណកម្មរបស់ជាងកែវមณีនៅដោយសារទរណកម្មរបស់ជាងកែវមณีហ្នឹងឯង
ហើយដល់ពេលហ្នឹងដល់ឈាមបាញ់ឆ្វាចឹងទៅវាជោគទៅនៅក្រមទៅអរិយសត្វគ្រានោះវាឃើញឈាមវារត់មកលិតខែតែគ្នាសត្វមិនដឹងអីមកលិតឈាមទីខុសសងអង្គនោះហើយដល់អញ្ចឹងទៅជាងកម្មនេះវាខំលោកផងឲ្យឃើញសត្វគ្រាមកទៅទីទៅទៀនអញ្ចឹងទៀតក៏ធាក់មកជាងម៉ាំងសត្វគ្រានោះផ្ងាពោះងាប់ទៅពេលឯកថេរៈអង្គនោះលោកឃើញសត្វគ្រាវាបាត់ដង្ហើមទៅហើយក៏សួរថាមានជាងកែមនេះតើសត្វគ្រានោះរស់ឬស្លាប់លោកសុំឈប់និយាយហើយអាសត្វគ្រានោះវាងាប់ហើយសត្វគ្រាក៏វាងាប់លោកឯងក៏វាងាប់ដែរទៅដូចតែសត្វគ្រានឹងអញ្ចឹងលោកថាញោមបើសិនជាសត្វគ្រានេះមិនទាន់ស្លាប់ទេសូម្បីជីវិតអាត្មានឹងខ្ទឹមខ្សៃក៏ស្មាននឹងប្រាប់ការពិតដែរតែដោយហេតុតែសត្វគ្រានឹងស្លាប់អញ្ចឹងសូមជាងកែមនេះពិចារណាមើលពោះសត្វគ្រាចុះហើយនៅលឺស្ទើឲ្យបញ្ហានោះផ្លែតជាងកបិតមកនោះវាខ្វោកដល់វាខ្វោកទៅកែមនេះនឹងលេចធ្លូចេញពីកន្ទះរបស់សត្វគ្រានឹងមកផ្លូនចេញមកពេលឯងជាងកែមនេះក៏ដល់នៅភាពតក់ស្លុតរន្ធត់នៅកម្មដែលខ្លួនបានធ្វើហើយទុំជង្គង់ក្រឹបនឹកឃើញថាអំពើជាកុសលដែលខ្លួនបានធ្វើមួយជីវិតកន្លងមកក៏ទៅចប់សពគ្រប់ក្នុងថ្ងៃនេះអត់មុខជារលាយអស់ហើយកម្មដែលអញបានធ្វើហើយកម្មនេះមិនមែនត្រជាក់ទេគឺកម្មនេះនឹងឲ្យផលអញក្តៅក្នុងសង្សារវដ្តដូច្នេះអញនេះមិនខានធ្លាក់ក្នុងនរកឡើយដោយសារអំណាចនៃចិត្តខំមិនបានពិចារណាគ្រប់ជ្រុងជ្រោយធ្វើបាបអនុខុសច្បាប់ខុសការពិតជាងកែមនេះក៏វាទៅថ្វាយបង្គំសុំទោសដល់ព្រះថេរៈបបិទ្ធលោកម្ចាស់ទូកំហុសឯណាដែលខ្ញុំកណាបានធ្វើហើយបានប្រព្រឹត្តកន្លងហើយក្នុងព្រះអង្គសូមលោកម្ចាស់មេត្តាប្រោសប្រទានអត់ទោសទាំងអស់ទោសដល់ខ្ញុំផងព្រោះនេះជាសេចក្តីភ្លាំងផ្លន់ដោយការធ្វើនៅអញ្ញាដោយខ្វះការពិចារណាព្រោះហេតុសេចក្តីស្ដាយនិងសេចក្តីភ័យខ្លាចពេលនោះព្រះថេរៈនគរថាមនាលជាងកែមនីជាងកែមនីមិនមានកំហុសអីទេមិនមានទោសទេចំណែកអាត្មាក៏អត់ទោសដែរយើងទាំងពីរនាក់ជាមនុស្សអត់ទោសដូចគ្នានេះជាទោសរបស់វត្តនេះជាទោសរបស់សង្សារវដ្តបើគុំតែមាននាមហើយនឹងរូបប្រកបក្នុងទីនេះក៏មិនមានបញ្ហាអីចឹងកើតឡើងបានដែរនេះមកមានខណ្ឌបញ្ចកាហើយទើបមានចប់បែបនេះនេះជាទោសរបស់សង្សារវដ្តទេបបិទ្ធលោកម្ចាស់បើសិនជាខ្ញុំព្រះអង្គអត់ទោសហើយលោកម្ចាស់អនុគ្រោះឲ្យខ្ញុំអត់ទោសខ្ញុំកណាសូមអរតនានិមន្តប្រោសខណ្ឌចង្ហាន់នេះបន្តទៅទៀតនៅក្នុងផ្ទះរបស់ខ្ញុំបងព្រះថេរៈអង្គនោះក៏បានពោលតបទៅជាងកែមនេះថាមនាលជាងកែមនេះអាត្មាមិនទទួលនិមន្តតទៅទៀតទេនៅពេលណាជាងអាត្មានៅតែប្រព្រឹត្តនៅលើផែនដីអាត្មានឹងបិណ្ឌបាតខណ្ឌរហូតអស់មួយជីវិតអាត្មាឈប់ចូលទៅកាន់ត្រកូលដទៃហើយព្រោះហេតុប្រាថ្នានឹងចូលមកកាន់ត្រកូលជាងកែមនីនឹងហើយទើបបានជាងកែមនីដល់នៅវិការៈដូចនេះអញ្ចឹងអាត្មាសូមចម្រើនពរហើយលែងវិលត្រឡប់មកកន្លែងនេះទៀតហើយខាងក្រោយមកជនទាំងឡាយ3 4នាក់នេះដែលបានសាងកម្មផ្សេងគ្នាជាងកែមនីដែលបានសម្លាប់ដែលបានធ្វើទរណកម្មដល់ព្រះថេរៈអង្គនោះជាងកែមនុស្សស្លាប់ទៅនៅក្នុងមហានរកផ្សេងឆេះយ៉ាងសន្ធោសន្ធឹងអស់តែ1ឆ្នាំព្រះថេរៈព្រះអង្គជាប្រខៃណាសព
លោកក៏អពាតលោកក៏អស់ប្រជជនដោយអពាតនោះដែលជាងកម្មនេះធ្វើបាបនោះលោកក៏អស់ប្រជជនទៅហើយលោកក៏ប្រេតនិព្វានទៅចំណែកសត្វក្រៀលដែលស្លាប់ដោយសារកម្លាំងជើងនៃជាងកម្មនេះក៏បានចូលទៅកើតក្នុងផ្ទៃប្រពន្ធរបស់ជាងកម្មនេះចំណែកប្រពន្ធរបស់ជាងកម្មនេះដល់ពេលចាស់ស្លាប់ទៅក៏ទៅកើតនៅក្នុងឋានសួគ៌បាត់ទៅប្រពន្ធលោកពោលថាងាយទៅខុសទាំងឡាយសត្វទាំងឡាយតែងដើរទៅតាមកម្មរៀងខ្លួនសត្វពួកខ្លះដែលសាងនៅអំពើបាបតែងជាទៅកើតក្នុងនរកសត្វពួកខ្លះសាងនៅអំពើបុណ្យតែងកើតទៅក្នុងឋានសួគ៌ជនដែលមានបុណ្យនិងបាបលះបង់ហើយរំលែងចូលបរិនិព្វានបាត់បង់ទៅអញ្ចឹងរឿងនេះណែប្រពន្ធលោកពូអញ្ចឹងអត់មានអតិទេពអត់មានព្រះណាទៅតែងតាំងកម្មនឹងទេគឺកម្មនេះវាក្តៅទៅជាតាមហេតុអញ្ចឹងបានគេថាធម៌របស់ព្រះពុទ្ធជាច្បាប់របស់ធម្មជាតិនេះទៅតាមនោះបងណាអញ្ចឹងសូមយល់ថាកម្មសទ្ធាប្រែទៅជាកម្មនេះប្រែទៅជាកម្មកម្មល្អតែងឲ្យផលជាសុខកើតមនុស្សទេវតាកម្មអាក្រក់តែងឲ្យផលជាទុក្ខកើតក្នុងនរកប្រែតអសុរកាយដេរឆានពិបាកសទ្ធាសត្វទាំងឡាយដែលកំពុងសល់សុខក្នុងមនុស្សទេវតាដែលតាកម្មជាកុសលឲ្យផលសត្វទាំងឡាយដែលកំពុងសល់ទុក្ខក្នុងមនុស្សឬក្នុងទេវតាណាមួយដែលហេតុណាមួយដែលតាកម្មជាអកុសលកំពុងឲ្យផលហើយកម្មសកតាសទ្ធាអ្នកណាធ្វើកម្មណាទទួលកម្មនឹងដូចមិញហ្នឹងជាងកែមនេះយឹតយិនលោកសង្ឃដោយខ្លួនឯងស្លាប់ទៅកើតនរកដោយខ្លួនឯងសត្វក្រៀលដែលសន្សំនៅសេចក្តីល្អកើតជាមនុស្សប្រពន្ធរបស់ជាងកែមនេះដែលសាងបុណ្យមានចិត្តមេត្តាទៅកើតជាទេវតានេះកម្មសកតាសទ្ធាជឿថាអំពើកម្មដែលសត្វណាធ្វើសត្វនឹងត្រូវទទួលដោយខ្លួនឯងបាបការីចបាបកាំងកល្យាណការីកល្យាណੰអ្នកធ្វើអាក្រក់បានអាក្រក់អ្នកធ្វើល្អបានល្អនឹងចឹងហើយធម៌នេះមានតាំងពីបុរាណមកដល់ថ្ងៃហ្នឹងក៏នៅតែធម៌ហ្នឹងចឹងហើយទៅក្នុងអនាគតទៀតក៏ធម៌ហ្នឹងនៅតែធម៌ហ្នឹងចឹងមិនចេះប្រែប្រួលទេកម្មនេះមិនចេះប្រែប្រួលទេអញ្ចឹងយើងត្រូវសិក្សាស្គាល់ថាកម្មអាក្រក់អីខ្លះបាណារិបាតអាទនិទានៈកាមេសមិច្ឆាចារៈមុសាវាទៈសរាមេរយៈមជ្ជបមាតដ្ឋានាបាណារិបាតសម្រាប់សត្វញ៉ាំសត្វដែលមានជីវិតឲ្យធ្លាក់ចុះបានន័យថាសម្រាប់សត្វហើយសត្វនឹងមានសពសត្វណាសត្វមានកំណើត4សង្សេតជៈអន្តជៈចលាពុជៈអបបត្តិកៈមាន4ណាសត្វនឹងយើងសម្រាប់បាបដូចនេះសង្សេតជៈសត្វដែលកើតពីញើសក្អែលដូចជាចៃមុខសមោលនេះមកមុខឃើញទេនេះសត្វទាំងអស់នេះហៅសង្សេតជៈគឺថាវាកើតនៅកន្លែងញើសកន្លែងក្អែលហ្នឹងអត់អាហ្នឹងឯងឧបដកឡើងមកកើតមានជាតិ6ជាតិមានបតវេធាតុអបោធាតុតេជោធាតុវិយោធាតុអាកាសធាតុនិងវិញ្ញាណធាតុនេះផ្សំចូលគ្នាមកបានទៅជាសត្វសង្សេតជៈ